99%គឺធ្វើជាអត់បញ្ហាបាទលុះត្រាតែមានករណីកើតឡើងឯណាមួយអាចដែរណាក្នុងការមកព្រោះទៅជាអាឡែស៊ីឬក៏ទៅជាមានបញ្ហាដអីចឹងបច្ចុប្បន្ននេះលើកទី1ហើយបាទកន្លងមកយើងធ្វើការក្រៅប្រទេសជាមួយគាត់ច្រើនហើយក៏អត់ដែរមានបញ្ហាទេប៉ុន្តែលើកនេះវាចែកដន់ទៅអញ្ចឹងតែសរុបមកវិញយើងឃើញស្ថានភាពនេះគឺអត់មានផលប៉ះពាល់ទៅដល់ការប្រកួតយើងទេគាត់នឹងជាទាន់ធម្មតាគាត់ថាវាមានហានិភ័យណាប៉ុន្តែចែកដន់ដោយសារតែវិជ្ជាបត្រគាត់កលាករធន់ផងហើយទី2គឺយើងយកទៅដាក់មើលថែលើកឆ្នាំលើអីតាមវិជ្ជាតាមទៅការជាសះស្បើយវាទាន់ទេនេះជំនួសបើសិនជាកតាណាមួយបើសិនជាទៅដល់អូស្ត្រាលីលុបចោលការវិជ្ជាបត្រនោះគឺវានឹងមានការសោកស្ដាយទាំងអ្នករៀបចំកម្មវិធីទាំងមហាជនដែលគ្រប់គ្រងណាទាំងបងប្អូនជាពលរដ្ឋខ្មែរក៏ជនជាតិអូស្ត្រាលីដែលទិញសម្បត្តិចូលមើលហ្នឹងហើយនឹងមហាជននៅគ្រប់គ្រងនៅស្រុកខ្មែរចាំតឹងរងចាំហ្នឹងវាប៉ះពាល់ប៉ុន្តែក្នុងនាមយើងក៏យើងមិននៅបរទេសគាត់ចាំពេលបន្តិចតែអារម្មណ៍មានបាទហេតុការណ៍យ៉ាងណាបាទតែប៉ុន្តែក្នុងករណីហ្នឹងក៏យើងកន្លងមកបានតែងតែណែនាំទៅដល់កីឡាករណាព្រោះក្នុងច្បាប់យើងថាការប្រកួតយើងឲ្យសម្រាប់ឲ្យបានរយៈពេល10ថ្ងៃនេះបើការប្រកួតនៅក្នុងស្រុកយើងឲ្យលើករយៈពេល7ថ្ងៃបាទបានថាផុតពីមួយអាទិត្យទៅណាចូលអាទិត្យទី2ទៅបានប្រកួតបានប៉ុន្តែក្នុងករណីកីឡាករពេញច្បាប់ហ្នឹងគឺគាត់ការប្រកួតរបស់គាត់ហ្នឹងគឺវាពេញហើយណាពីអាទិត្យហ្នឹងប៉ុន្តែជាចែកដនគឺមានការបែកបាទហ្នឹងហើយជាបញ្ហាបើសិនជាมันមានការបែកគឺវាប្រក្រតីមែនតើបាទថាវាអត់មានអីបញ្ហាអីកើតឡើងទេព្រោះការសម្រាប់ពីអាទិត្យហ្នឹងវាប្រព័ន្ធណាប៉ុន្តែមានករណីការបែកគឺយើងឃើញដែរហានិភ័យដែរយើងបារម្ភដែរខ្ញុំពេលនោះគឺគាត់តែឃើញព្រឹត្តិការណ៍ប្រកួតថ្ងៃនោះពេជ្រសម្បត្តិហ្នឹងមានស្នាមបែកហ្នឹងខ្ញុំក៏គួរបារម្ភដែរបាទហើយបានតាមដានជាមួយនឹងគ្រូពេជ្រផានរហូតពីអាការៈរបស់គាត់ណាតែវាករណីពិសេសហ្នឹងគឺពេជ្រសម្បត្តិហ្នឹងគឺគាត់ពិសេសជាងគេមកគឺគាត់ថាធន់ណាស់ហើយការរបួសយើងឃើញថ្ងៃនេះមកទៅសន្និសីទយើងមើលចង់ជាបាត់ហើយបាទស្ទះបាត់ហើយគាត់ហាត់ទាំង2ថ្ងៃមុនគាត់ចាប់ដើមហាត់បាត់ហើយហ្នឹងអញ្ចឹងខ្ញុំគិតថាករណីនេះគឺឲ្យតែមកព្រោះសាសតន់បាទហើយខ្វះជាសាសតន់ពីថ្ងៃនេះសាសបាត់ហើយព្រោះគាត់ឃើញជាអត់ហើយពីថ្ងៃនេះកាត់ចេះទៅគឺធម្មតាអញ្ចឹងចំណុចនេះក៏យើងឃើញថាវាជាហានិភ័យមួយដែរកន្លងមកយើងក៏តាមចេតនារបស់សហព័ន្ធគឺតែយើងនាំទៅការប្រកួតក្រៅប្រទេសអញ្ចឹងគឺយើងមិនចង់ឲ្យគាត់មានការប្រកួតអីដែលធំពីមុនទេណាប៉ុន្តែវាពិបាកក្នុងការហាមគាត់ដោយសារតែយើងឃើញដៃគូអភិវឌ្ឍរបស់យើងមានច្រើននៅក្នុងស្រុកណាកម្មវិធីស្ថានីយ៍មួយហើយយើងមិនអាចថាគ្រប់គ្រងតែស្ថានីយ៍នេះមួយហើយមិនឲ្យស្ថានីយ៍មួយផ្សេងទៀតគេរៀបចំព្រឹត្តិការណ៍ទេអញ្ចឹងព្រឹត្តិការណ៍ដែលរៀបចំឡើងដោយឲ្យកីឡាករយកប្រកួតហ្នឹងវាដៃគូអភិវឌ្ឍផ្សេងគ្នាអញ្ចឹងយើងពិបាកក្នុងការហាមកាលណាយើងហាមខាងណាវាប៉ះខាងណាអញ្ចឹងទៅអូស្ត្រាលីក្រុមមួយទៀតផ្សេងទៀតអញ្ចឹងណាអញ្ចឹងយើងតែងតែមានការយល់ហើយក៏មានការប្រុងប្រយ័ត្នធ្វើម៉េចកុំឲ្យវាមានការដួលធ្ងន់ធ្ងរកើតឡើងប៉ុន្តែកីឡាប្រយុទ្ធយើងដឹងហើយទោះបីយើងប្រឹងប្រែងប្រុងប្រយ័ត្នយកចិត្តទុកដាក់យ៉ាងណាវាតែមានករណីខ្លោះលោអញ្ចឹងករណីបច្ចុប្បន្ននេះលើកទី1ហើយបាទកន្លងមកយើងធ្វើការក្រៅប្រទេសជាមួយគាត់ច្រើនហើយក៏អត់ដែរមានបញ្ហាទេប៉ុន្តែលើកនេះវាចែកដន់ទៅអញ្ចឹងតែសរុបមកវិញយើងឃើញស្ថានភាពនេះគឺអត់មានផលប៉ះពាល់ទៅដល់ការប្រកួតយើងទេគាត់នឹងជាទាន់ធម្មតាគាត់ថាវាមានហានិភ័យណាប៉ុន្តែចែកដន់ដោយសារតែវិជ្ជាបត្រគាត់កលាករធន់ផងហើយទី2គឺយើងយកទៅដាក់មើលថែលើកឆ្នាំលើអីតាមវិជ្ជាតាមទៅការជាសះស្បើយវាទាន់ទេនេះជំនួសបើសិនជាកតាណាមួយបើសិនជាទៅដល់អូស្ត្រាលីបើសិនជាពេទ្យខាងអូស្ត្រាលីគាត់ពិនិត្យទៅឃើញថាពេជ្រសម្បត្តិមិនអាចប្រកួតបានតើសម្រាប់បងផ្ទាល់មានអារម្មណ៍សោកស្ដាយទេសម្រាប់មួយប្រកួតរបស់ពេជ្រសម្បត្តិដែលត្រូវការពារខ្សែក្រវ៉ាត់នេះជាការបណ្ណាហ្នឹងបើសិនជាការប្រកួតមិនអាចកើតឡើងដោយខាងពេទ្យនេះមិនអាចអញ្ញាតអាហ្នឹងគឺយើងអត់មានដំណោះស្រាយដែរមានតែលុបចោលការប្រកួតមួយហ្នឹងហើយជារឿងសោកស្ដាយបំផុតព្រោះយើងគិតថាឃើញគឺគាត់គូឯងទៅតែម្ដងអញ្ចឹងបើសិនជាលុបចោលការប្រកួតពេជ្រសម្បត្តិហ្នឹងគឺវានឹងមានការសោកស្ដាយទាំងអ្នករៀបចំកម្មវិធីទាំងមហាជនដែលគ្រប់គ្រងណាទាំងបងប្អូនជាពលរដ្ឋខ្មែរក៏ជនជាតិអូស្ត្រាលីដែលទិញសម្បត្តិចូលមើលហ្នឹងហើយនឹងមហាជននៅគ្រប់គ្រងនៅស្រុកខ្មែរចាំតឹងរងចាំហ្នឹងវាប៉ះពាល់ប៉ុន្តែក្នុងនាមយើងក៏យើងមិនរងចាំរហូតដល់ថ្ងៃធ្វើដំណើរទៅដល់អូស្ត្រាលីគេប៉ុណ្ណឹងដែរយើងមានច្បាប់មានពេទ្យរបស់យើងដែលយើងអាចធ្វើការវិនិច្ឆ័យដឹងពីលក្ខណៈសម្បត្តិថាតើប្រកួតបានមិនបានយើងដឹងមុនហើយមុនយើងឡើងកប៉ាល់ហោះយើងមើលអាការៈរបួសរបស់គាត់តើអាចប្រកួតបានមិនបានបាទតែបើសិនជាមិនអាចប្រកួតបានទេអាហ្នឹងគឺ
មានតែជឿននឹងទៀតហើយយើងទាំងសេទៅប៉ុន្តែយើងតាមការបណ្ឌិតអាការៈនេះគឺគឺជា99%គឺគឺជាអត់បញ្ហាបាទលុះត្រាតែមានករណីកើតឡើងឯណាមួយអាចដែរណាក្នុងការមុខរបួសទៅជាអាឡែស៊ីឬក៏ទៅជាមានបញ្ហាដអញ្ចឹងណាទៅហើមទៅអានឹងវាអាចដែរតែមើលទៅមុខរបួសគាត់ល្អបាទនេះគឺក្រៀមស្វាត់អស់ហើយ បាទសូមអរគុណ